Chỉ một thằng sông Masca quân ca từng bay đôi sự đầy kêu đẹp là được phong phú sông Masca bọn kêu Charika từng bay bọn ông từng này cái này chiếm trả rồi bọn ông kêu đẹp xua quân bò đi sang từng o và đi sang công ty này đạp sầm lên tới con là công ty này hay đôi ông kêu bọn nó bay châu miền Tây Đài Cam bài mình sẽ lấy mơ sả lá để mòn cái xó tầm được xong mới được chùm toàn miền Bắc đấy tại mà nông cùi nông đất Bắc đó chờ nào đâu mà đông khẳng này đại miền riêng thống thống thật làm oi và nâng chẳng tại vậy đại sầm khăn sả lá vậy mà thà nơi ngồi cần lại cặp vật mến bên sầm lê như là bỏ sả lá bàn đào chân ngày cái nào cái sả kia tha chắp bị sam sập sam mùi sam pi sam bay sam buồn sam ram sam bồng mùi nó cứ tranh đi cái lại này ai này chân sầm lê này kia tha nó ai đào chân ngày mình tại nông sọc tới từ cầu sọc rồi đó là bị căng thế rồi này ngày thôi nè na để bàn sả kia thà nó có bàn lư biệt một công ty rồi giờ ruộng nơi chỉ ta đào đầy kia đó nè bàn chụp lịch thà bồng này như riêng cài ní cứ chỉ bồng này lịch hành đầy đi mình bàn chỉ vậy bất bạc còn đi tại này dây dằng đấy mình bên đây thà mình ao dừng prang thế mình prang ở nơi nông cọp khăn này thua này tại cả na prang khu cọp khăn này thua bây giờ dừng mình bàn một thà ruộng nơiประกอบដោយធម៌ហើយដំណើរក្នុងសង្សារវដ្តវាមិនមែនជាហេតុនៃសុគតិភពទេវាជាភពភាពនៃទុក្ខតិភពអញ្ចឹងដល់ពេលវេលាខ្លីខ្ញុំសូមមានមតិបន្តិចបន្តួចប៉ុណ្ណឹងហើយក្រែងលោយើងមានសំណួរសាកសួរតែម្ដងបាទអញ្ចឹងលោកអ៊ំឬក៏លោកយាយលោកតាបងប្អូនដែលមានសំណួរសូមអញ្ជើញមកខាងនេះមកខាងនេះជុំទៅនេះជាដំបូងខ្ញុំសូមគោរពព្រះថេរៈគ្រប់ព្រះអង្គដែលមានវត្តមាននៅទីនេះនិងគោរពលោកគ្រូអ្នកគ្រូសិស្សានុសិស្សលោកអ៊ំលោកតាលោកយាយនិងសិស្សអូនសិស្សច្បងដែលមានវត្តមាននៅទីនេះថ្ងៃនេះខ្ញុំមានសំណួរមួយចង់សួរលោកគ្រូថាតើចិត្តរបស់មនុស្សស្ថិតនៅត្រង់ណាហេតុអ្វីបានយើងគ្រប់គ្រងវាបានហ្នឹងហើយចិត្តយើងស្ថិតនៅត្រង់ណាអញ្ចឹងចាហ្នឹងតាមពិតចិត្តអត់មានកន្លែងនៅផងជួយបានយើងចេះតពេលខ្លះស្រាញ់អានេះតិចឃើញអានោះល្អចង់បានអានោះតិចចឹងហ្នឹងហើយមកពីវាអត់កន្លែងនៅមែនទេហ្នឹងបានយើងចាប់វាអត់បានរឿងនេះជារឿងជ្រៅណាបងហ្នឹងហើយដូចឧបមាថាខ្ញុំសួរបងអូនថាខ្ញុំសួរថាឥឡូវសលេងនៅតាណាអត់ដឹងមានសំឡេងទេមានវានៅតាណានៅលើដៃយើងផ្ទះវាយើងផ្ទះទៅវាមានសំឡេងហ្នឹងប៉ិនសួរថាវានៅតាណាអត់ដឹងហងអាហ្នឹងរឿងដែលយើងមើលកម្រាស់ដៃឃើញផងណាចាយើងរកកន្លែងវានៅអត់ឃើញចិត្តដូចគ្នាវាអត់នៅតាណាទេពេលវាប៉ះរបស់បានវាកើតឡើងអញ្ចឹងដូចចិត្តឃើញអញ្ចឹងបើសិនវាអត់ប៉ះរូបទេវាអត់កើតទេចិត្តណាចិត្តលឺបើវាអត់ប៉ះសលេងទេវាអត់លឺទេវាអត់កើតមកទេចិត្តធំក្លិនអញ្ចឹងដែរបើអត់ប៉ះក្លិនទេវាអត់ធំក្លិនទេដូចសំឡេងអញ្ចឹងបើវាអត់ប៉ះគ្នាទេវាអត់មកទេចិត្តដូចគ្នាទល់តែប៉ះបើវាកើតអញ្ចឹងវាមិនមែនសំងំនៅតាណាទេចាអញ្ចឹងណាហើយតែប៉ះចំណៃរបស់វាកើតឡើងធម្មតាតែអញ្ចឹងហើយហេតុដែលគ្រប់គ្រងវាមិនបានពីព្រោះជាធម្មជាតិវាមានប្រភពកើតរបស់វាផ្សេងដែលយើងមិនបង្កើតវាទេបើសិនជាយើងជាអ្នកបង្កើតចិត្តប្រកាសណាស់ថាយើងអាចគ្រប់គ្រងវាបានតែចិត្តយើងមិនមែនជាអ្នកបង្កើតវាទេជាធម្មជាតិដែលមានមកអាស្រ័យបច្ច័យរួមផ្សំគ្រប់គ្រាន់ក៏វាកើតឡើងទើបមេគារបស់ព្រះសម្មាសម្ពុទ្ធបង្រៀនឲ្យយើងតាមដានវិធីរបស់ចិត្តហ្នឹងថាចិត្តវាកើតតាមទ្វាណាហើយវាធ្វើការយ៉ាងម៉េចតាមដានយូរទៅចិត្តហ្នឹងនៅក្នុងអំណាចនៃសតិរបស់យើងហើយបើយើងមិនសិក្សាអំពីវាទេគឺគ្រប់គ្រងវាអត់បានទេ
ដោយបងរៀនគណិតជាមានរៀនទេមានរៀនគណិតជា រៀនលោកគ្រូ ហ្នឹងហើយចំណោទអីដែលពិបាកជាងគេចំណោទអីដែលពិបាកជាងគេមានចំណោទដែលបងធ្លាប់ពិបាក មាន ចំណោទអីគេដែលពិបាកជាងគេ ពេលខ្លះអាហ្នឹងយើងមើលផ្លែឃើញពិបាកតែពេលខ្លះដោះស្រាយយូរទៅវាតាក់គ្នាបន្តិចទៅពិបាកតែបើយើងព្យាយាមដោះស្រាយវាម្ដងតិចមើលទៅលំហាត់ហ្នឹងស្រួលទេគ្រូ ហើយសម្ហាត់លំហាត់អីដែលស្រួលជាងគេ ដោះស្រាយសម័យកាល អូដោះស្រាយសម័យកាលស្រួលល្មិចបានស្រួល ស្រួលតែលេខតូចៗចឹង អូហ្នឹងហើយហ្នឹងហើយវាកន្លែងស្រួលហ្នឹងហើយចឹងលំហាត់ដែលលំបាកមានទេមានតែប្រទេសលំហាត់ដែលលំបាកទេ ជួបច្រើនណាស់ឡើងអត់ដឹងនិយាយថាអ្វីទៅចឹងជួបច្រើនទៅ ហ្នឹងហើយលំហាត់ដែលលំបាកហើយលំហាត់ដែលបងអូនស្រួលថាសម័យខាតដែលស្រួលហ្នឹងធៀបពិតអាចមិនស្រួលសម្រាប់អ្នកដទៃទេមែនទេ ចា ហ្នឹងហើយតែហេតុអីបងប្អូនដឹងថាស្រួល ដោយសារយើងរៀនអាហ្នឹងយូរទៅវាចេះទៅយើងអាចដោះស្រាយវាបានវាស្រួលសម្រាប់យើងតែបើអ្នកដែលធ្លាប់រៀនឬក៏អត់ចេះអាហ្នឹងវិញដោះស្រាយមិនវាពិបាកដល់សម្រាប់ពួកគាត់ណា ហ្នឹងត្រូវចិត្តដូចគ្នាតែកាលណាគេរៀនពីចិត្តញយញឹកគេស្រួលអប់រំចិត្តគេហ្នឹងហើយហើយយើងមិនដែលរៀនពីចិត្តផងហើយមកត្អូញតបាក់គ្រប់គ្រងវាប្រៀបដូចជាលំហាត់ដែលយើងមិនដែលរៀនហើយទៅត្អូញតបាក់ដោះស្រាយវាអញ្ចឹងណាអញ្ចឹងបងប្អូនចង់គ្រប់គ្រងចិត្តតលតែរៀនពីចិត្តមិនអាចទៅរៀនគីមីវិទ្យាមកចេះគ្រប់គ្រងចិត្តនោះទេអូនរៀននៅសាលាដោះស្រាយការងារសាលាតែបើចង់គ្រប់គ្រងចិត្តតលតែរៀនពីចិត្តឥឡូវមិនតាន់រៀនក៏បានដែរប៉ិនកុំភ្លេចថាថ្ងៃណាតែចង់គ្រប់គ្រងចិត្តត្រូវនឹកពាក្យហ្នឹងថាទល់តែរៀនពីចិត្តទៅដោះស្រាយចិត្តបានបើមិនរៀនពីចិត្តទេគ្មានរូបមន្តដោះស្រាយទេអញ្ចឹងណា អរគុណលោកគ្រូ ជាដំបូងខ្ញុំសូមគោរពលោកគ្រូនិងព្រះអង្គដែលគង់នៅទីនេះគ្រប់ព្រះអង្គជាទីគោរពនិងសិក្សានុសិស្សអង្គពូមីងជីតានិងលោកគ្រូដែលនៅទីនេះជាទីស្រឡាញ់រាប់អានអ្នកខ្ញុំមកទីនេះមានសំណួរចង់សួរលោកគ្រូមួយថាឧបមាថាបើសិនជាមនុស្សម្នាក់គាត់ដាក់បេះដូងសបនិមិត្តចូលក្នុងខ្លួនគាត់តើគាត់នៅមានអារម្មណ៍ប្រែប្រួលឬអស់សេចក្តីស្រឡាញ់ដែរទេ គាត់ដល់សួរពេទ្យហ្នឹងពេទ្យ បាទមើលអូនសួរម្ដងទៀតបាទសួរម្ដងទៀតបាទ សួរថាបើសិនបើមនុស្សម្នាក់គាត់ដាក់បេះដូងសបនិមិត្តចូលក្នុងខ្លួនតើគាត់នៅមានអារម្មណ៍ស្រឡាញ់កាលពីមុនឬមានចិត្តកាលពីមុននៅក្នុងខ្លួនគាត់អត់ អញ្ចឹងមានន័យថាយើងសម្គាល់ថាចិត្តនៅលើបេះដូងមែនទេ ចា ណាសំលេងបេះដូង បើនិយាយតាមទៅតាមបច្ចេកទេសពេទ្យណាតាមបច្ចេកទេសពេទ្យហើយបើយើងនិយាយជាទូទៅរាល់ថ្ងៃនេះថាបេះដូងនៅចិត្តអញ្ចឹងណាចិត្តនៅបេះដូងតែតាមពិតដោយលោកគ្រូមានប្រសាសន៍ចិត្តអត់មានន័យតាណាទេនៃរាងកាយយើងបច្ច័យគ្រប់វាកើតឡើងអញ្ចឹងសំណួរសួរថាបើសិនមកដូរបេះដូងតើការស្រឡាញ់គាត់ពីមុនហ្នឹងដូចឥឡូវអត់មានថាស្រឡាញ់អត់ឬថាឥឡូវនេះស្រឡាញ់ដល់ក្រោយពីដូរហើយហ្នឹងគាត់នៅស្រឡាញ់ដដែលទៀតអត់មែនទេអញ្ចឹង ចាឬក៏គាត់មានចិត្តប្រែប្រួលអីយ៉ាង អូខេឥឡូវពូប្រាប់ទៅវិញថាបុគ្គលខ្លះដែលឃើញគាត់លែងគ្នាហើយទៅយកប្រពន្ធថ្មីហ៎ ចាឃើញ ចុះគាត់នឹងដូរបេះដូងអត់ អត់ អញ្ចឹងរឿងចិត្តនេះមិនបាច់ដូរបេះដូងទេបេះដូងតួនាទីរបស់វាគ្រាន់តែច្បាច់ឈាមដើម្បីឲ្យស្រោចស្រពតួរាងកាយយើងហ្នឹងបើអត់មានបេះដូងច្បាច់ឈាមដើម្បីស្រោចស្រពទេគឺយើងរស់មិនបានទេអញ្ចឹងណា ចា ហ្នឹងហើយអញ្ចឹងតួនាទីរបស់បេះដូងហ្នឹងគឺសប់ឈាមតួនាទីជាស្នប់ឬក៏ច្របាច់ឈាមហ្នឹងឲ្យវាស្រោចស្រពទៅតាមរាងកាយយើងហាក់បីដូចជាយើងបូមទឹកទៅដាក់ក្នុងស្រែអញ្ចឹងម៉ាស៊ីនហ្នឹងមិនបូមទឹកដាក់ស្រែដល់បូមទៅធ្វើឲ្យស្រែហ្នឹងមានទឹកចិញ្ចឹមមានស្រូវហ្នឹងគឺស្រូវហ្នឹងមានទឹកចិញ្ចឹមណាយ៉ាងណាមិញតួរាងកាយយើងទាំងអស់ហ្នឹងបើសិនបើឈាមទៅអត់ទៅដល់ទៅគឺអលួយដូចជាចាស់ដែលគាត់មានជំងឺទឹកនោមផ្អែមយូរអលួយជើងហើយដោយសារតែរឹងត្រឹមសរសៃឈាមទៅឈាមទៅអត់ដល់អញ្ចឹងសរុបមកចម្លើយឆ្លើយថាចិត្តប្រែប្រួលមិនបាច់ចាំដូរបេះដូងក៏ប្រែដែរ ចា ច្បាស់ហើយអញ្ចឹង ចាច្បាស់អរគុណ មួយទីទៀតមានសង្សារខំឆ្លាញ់និយាយបែកទៅដូរអ្នកផ្សេងឆ្លាញ់អ្នកផ្សេងចូលគាត់ដូរបេះដូងអត់ដូរផងទេមិនអញ្ចឹងចាអស់នៅ អស់ហើយអរគុណ បើមិនជឿសួរពេទ្យតាមដល់អស់សង្សារមកនេះ ជាដំបូងខ្ញុំសូមគោរពដល់ព្រះតេជគុណដែលទ្រង់គង់នៅទីនេះគ្រប់ព្រះអង្គរួមជាមួយសិស្សានុសិស្ស
ដែលបានមកចូលរួមហើយនឹងលោកគ្រូអ្នកគ្រូដែលគាត់បានអញ្ជើញមកចូលរួមនៅទីនេះថ្ងៃនេះខ្ញុំមានសំណួរមួយចង់មកសួរលោកគ្រូថាតើហេតុអីបានជីវិតយើងមិនចាំបាច់ស្រឡាញ់គេម្នាក់ឯងហើយមានក្តីរំភើបនៅពេលដែលយើងបានឃើញគេស្ងាត់ជួនដងទៀត ខ្ញុំចង់សួរថាហេតុអ្វីបានជីវិតមនុស្សយើងកើតមកចាំបាក់មានចិត្តស្រឡាញ់មានចិត្តស្អប់ហើយមានការចូលចិត្តឬក៏ការចំណែនអីចឹងគ្រូ មួយទៀតអាមិញ ដកធ្វើមិនហ្នឹង អត់ដូចមិញទេពេលឥឡូវពូនេះគឺថាដោយសារគេហូរពេកទៅគ្នាអៀនឥឡូវពូលើកវិញថាអញ្ចឹងសំណួរសួរថាស្រឡាញ់គេម្នាក់ឯងហើយពេលដែលឃើញគេចិត្តនេះវារំភើបមែនទេដូចពូដែរតា ពូអញ្ចឹងដែរតាស្រឡាញ់គេម្នាក់ឯងបទចម្រៀងឥឡូវគេទៅមិនចេញស្រឡាញ់គេតែម្នាក់ឯងមានតែបានស្ដាប់ទេហ្នឹងស្រឡាញ់គេម្នាក់ឯងចិត្តនឹងវាអញ្ចឹងវាប្រទេសប្រដាអញ្ចឹងហើយម្ដងស្រឡាញ់អ្នកនេះម្ដងស្រឡាញ់អ្នកនោះអញ្ចឹងណាដូចយើងពាក់កង្វល់ហ្នឹងពេលដែលយើងទៅផ្សារឃើញកង្វល់ដែលប្លែកពីរបស់យើងមានចិត្តធុញនឹងអាចាស់ហ្នឹងហ្នឹងមែនទេចង់ដូរម៉ូដជាពិសេសស្រីយើងទាំងចាស់ទាំងក្មេងជាពិសេសចាស់ដឹងដូរអីហ៎រោបទិញមួយមកការមករោពាក់តែម្ដងឯងហាក់បីដូចជាធុញនឹងរោខ្លួនឯងតែសួរថារោបហ្នឹងនៅពេលដែលបានអ្នកដទៃដែលគាត់មិនដែលបានស្លៀករោបហ្នឹងថ្មីសម្រាប់គាត់មិនចឹងរោបដូររហូតតែឃើញគេថាហូបការនៅអ្នកចាស់ស្លៀករោបទៅសួរមើលវ័យរឿងខ្សែជាងអីហ្នឹងអូតែមួយទៅមើលទូលនឹងណែនចឹងមិនថានឹងចិត្តវាប្រែប្រួលអញ្ចឹងហើយរឿងស្រឡាញ់គេម្នាក់ឯងពូគាត់ថាអ្នកណាក៏មានដែរអញ្ចឹងចិត្តនឹងវាអញ្ចឹងកាលណាចិត្តដែលយើងមិនទាន់បានអប់រំវាផ្ដេសផ្ដាស់តែអញ្ចឹងចិត្តហ្នឹងអប់រំហើយនឹងនៅតែផ្ដេសផ្ដាស់ទៀតណាអញ្ចឹងសូមឲ្យលោកគ្រូបន្ថែមលោកគ្រូបទពិសោធន៍ជឿទៅខ្ញុំ លោកតាសិនសមុទ្រគាត់ច្រៀងថាម៉េចគ្មានទេក្រមុំចិត្តអត់មានអ្នកណាចិត្តក្រមុំទេក្រមុំកាយមានតែគ្មានក្រមុំចិត្តតែស្ដាប់អីបត់ហ្នឹងហ្នឹងហើយតម្រង់តែបានប្តីមិនដឹងពុះម៉ាយចិត្តមិនម៉ាយចិត្តប៉ុន្មានដងហើយកុំថាឡើយយើងនោះសំបីលបងក៏ពុះម៉ាយចិត្តដែរគ្រាន់តែថាវិន័យហាមមិនអោយផ្ដេសផ្ដាស់តែប៉ុណ្្នឹងទេតែចិត្តនេះបើសិនជាព្រះអង្គបញ្ញត្តិថាភិក្ខុសាមណេរណាលួចស្រឡាញ់គេត្រូវទោសអូចប់បាត់អស់មានអ្នកបួសតែមកដូចភិក្ខុបាយប្អូនដែរស្ដាប់ទេរឿងភិក្ខុបាយប្អូននេះចាំស្ដាប់យើងថាលោកឥឡូវយ៉ាប់លោកអីគួរឲ្យចេះស្រឡាញ់គេអញ្ចឹងមែនទេតាំងសម័យព្រះលោកមួយអង្គល្បីនាងសេរីម៉ាស្អាតនាងសេរីម៉ាហ្នឹងគឺស្ត្រីកអាស្រ័យសោភិនីស្ត្រីតាមពិតទៅស្ត្រីរស់ស៊ីផ្លូវភេទទេប៉ុន្តែជាស្ត្រីលំដាប់ខ្ពស់ទោះកូនសេដ្ឋីកូនកហបតីអីបានកក់បានមកដូចខ្ញុំមិនកក់មិនបានទេហើយតម្លៃខ្លួនរបស់នាងមកយុគ1000កហបណៈហើយ1000កហបណៈបើគិតទៅប្រហែលជា$2-3,000យើងឥឡូវប្រហែលជា$3-4,000ឥឡូវមកយុគថ្លៃហ៎ថ្លៃហ្នឹងហើយប៉ុន្តែស្អាតតែក្រោយមកបានស្ដាប់ធម៌យល់ទៅគាត់លះបង់អាជីពហ្នឹងហើយបានសម្រេចជាសោតាបណ្ណបុគ្គលហើយអញ្ចឹងទៅគាត់ធ្វើទានដាក់វេនឲ្យភិក្ខុទៅទទួលចង្ហាន់រាល់ថ្ងៃនៅផ្ទះគាត់ហ្នឹងតែគាត់ឈប់ព្រះផ្ដាស់ហើយណាគាត់ទៅជាអរិយបុគ្គលហើយណាហើយភិក្ខុមួយអង្គនៅក្នុងវេនដែលត្រូវទៅវាអត់ងាយដល់វេនវាចង់ទៅឮតានាងនឹងស្អាតហ៎ដេកទន្ទឹងរាប់ថ្ងៃណាដល់វេនអញថ្ងៃណាដល់វេនអញហើយលោកហើយយើងរឿងអីមិនមានអាចិតអញ្ចឹងលោកមានទៅហើយមែនទេហ្នឹងហើយហើយទៅនឹងមិនមែនចង់ទៅប្រទេសផ្ដាស់សឹមត្រឹមតែឃើញចាអូនអញ្ចឹង
trong tôi khơi mình trong tôi phải phải thế lâu cả đâm khua tại đó cả đó bên niềng nắng bên lâu tới niềng lệ luôn trừ niềng xe để má nó lệ luôn trừ kê và kê chẳng hạn ấy lâu bên nắng niềng trên mọt bàn nên niềng trừ hay oi nẹo cầm lá đặt bàn đại chân tứ lúc cho thần tân ấy na xe để mà tròn khơi nhá này lại lo ở trong tàu ná cái đặt bàn đó bộ tàu tiến trong khơi chặt luôn thòm bán phèo cái món trong khơi trả tiền nên người nó chư lăng trôm luôn này hoặc bàn tay luôn này tranh máu thom mà đà con ta cái kia máu coi nồng mục nắng á cái này con chặt bao lâu nó lắm crốt lấy bài lấy chầu step món ăn coi làm một cái đâm coi thằng anh chư hay sạch bằng nặng cái choàng cam toàn chữ sàn này cha ở toàn tay luôn nó sạt bằng nắng hay cho bọn tay luôn nó sạt bằng nắng để chặt lỗ con đấy ở chăn nè vô một đó đặt nơi cột nắng một đó túc bạc nơi chẳng hết đây là tu tinh à xả ra mấy mỏ đây là tu hình tinh à chăng tinh đi bên ngay á bài làm có ôm không bán nó miền bàn liền miền bàn chăn đấy chứ anh chặt lô khó miền trắng á chưa đây hay dục năng niên có slap từ nếu nóng bị chư đó slap đau từ slap presama samput đâm tầm năng trứng pre chia của bạn prap cái niên nó cứ chỉ niên lồng off không được cố pre chia bạn prap từ presama samput hãy bỏ ông trong trao bị khọ năng này còn tha cho vô sắp niên xe mà nó tự đặt ti wheel hay cà phê ở xã còn ói sạch hay về một xí á đó là ban cùng pol ngày ít màn ngày chăm ấy màn ngày tốt màn ngày được 7 ngày em đó 7 ngày á 7 ngày hả mà nó ngày màn ngày có bạn ăn từ pol gấp ấy cùng pol ngày ấy nâng đó là bên nắng bọn oi đánh và các prap nẹt nó cô hà oi nẹt nó cô nó màu tầng o túc ta côn mấy hành nẹt trăm tệ hệ thì sẽ bỏ màu tầng o hay vì không ăn đâu đây cả tu sản năng lọ năng nó tu tình như chẳng đó là ngày hay bàn bọn oi bị không mà hai bị không năng từ mơ đen xe để ma ấy đấy còn là lưu thà mau từ mơ đen xe để ma cọc cái ọt bài của màn ngày cọc cái tiền từ trong mơ tiền cái bị trộn ru cả đấy nó hơi cứ niên xe đầm mà đại chia sẻ tây lọ trên cây không là cổ còn là bên nó hao một spin anh miền tức hồ trên tam tự chi tam chấm mo hay từ câu nó chặt đồng vậy chành màu chẳng á ngày nhé là ngày thấy pre chia bạc ca luộc ca niên nâu rua mùi dục mùi bòn cả hạt nặng ấy lâu luộc trong bò tại một bò này vì na trâu ca lợn đầy đình lại giờ bị pro không tục lại ở thiên cả đá lại lúc khi hỏi anh ấy lắm đồng một con bằng nhân tính chọc lại cả 5 rồi ấy họ tiền chọc lại 7 rồi chọc tiền 1 rồi họ miền nhận lợn đầy tiền hà sắp họ tiền đọc họ 5 ngạt tụi con là ngắt căn và cả tích cả là xem phán lại cái chuyện họ đã hỏi môi cả bạn nè họ tiền cả lá cả bạn nè họ tiền trong cái thân hai bọn mình tính ao cho tê vô ấy này thì khẩu nắng ban đó hả sát này sẽ lạnh nắng có đời ra từ khơi sáng sọp năng đài hay bọn sầm đành thua tất cả ban sầm lạnh mẹ phò từ tiếng trong cái chuyện đẹp ôn một bên hà chắc sẽ lạnh cái nó thom mà đa tê cũng thà là dương lô ở chân đáy nữa là ngày tay ở với đáy cô không crom oi về nước không crop hành công bản đòi với oi lớn thì crop hành đôi bua trắng cứ ọp rong cài để trả tu bay nước cái anh nó bị chỉ đường thầm mà đá té mình tới bản đáy mà nói oi lớn crop hành đi việc miền vì nà nông mà hai đây nữa miền tầm mũi vậy đây ở trên nước đây có chỉ mũi là ná sọ miền tầm mà cu quần cứ nè cái lẹ miền đây đừng lẹ cái đẹp bay đàn
គឺថាគាត់បើថាប្តីមិនដែលសម្លឹងប្រពន្ធអ្នកដទៃអត់ទៅមកចង់ស្អាតចុះពីលើមេក៏អត់ខ្វល់ប្រពន្ធក៏ចឹងដែរសូម្បីតែចិត្តគិតពីបរិសុទ្ធណាម្នាក់ក៏អត់គិតហើយក្នុងមួយផែនដីមានតែមួយនោះក្រៅពីនឹងគ្មានទេរួមទាំងខ្ញុំផងយល់ទេហ្នឹងហើយវាជាធម្មតាប៉ុន្តែឲ្យដឹងក្របខ័ណ្ឌថាត្រឹមណាអញ្ចឹងណាហ្នឹងហើយ ជាដំបូងខ្ញុំសូមគោរពដល់ព្រះជាគុណទាំងអស់ដែលគង់នៅក្នុងវត្តអារាមទីនេះនិងសូមជម្រាបសួរដល់អ្នកគ្រូលោកគ្រូអំពូមីងនិងសិស្សានុសិស្សដែលបានចូលរួមនៅទីនេះតែខ្ញុំសូមក្រាបថ្វាយបង្គំសួរថាតើការដែលយើងធ្វើបុណ្យឧទ្ទិសកុសលជូនទៅដល់អ្នកដែលបានចែកឋានទៅតើបុណ្យនោះវាពិតជាបានទៅដល់អ្នកដែលបានចែកឋានទៅពិតដែរឬទេ បើសួរខ្ញុំហ៎ហើយមានចេតនតាដែលស្លាប់ហើយអញ្ចឹងហ៎ ចាមាន ធ្វើបុណ្យទៅអញ្ចឹងហ៎ ចា ហើយដល់អត់ទេ ចា ហើយសួរខ្ញុំហ៎ ចា បើសួរចំពោះខ្ញុំហ្មងណាអត់ដឹងទេព្រោះអត់មានលេខតំណែងប៉ុន្តែជាសំណាងល្អយើងបានការបង្រៀនពីពុទ្ធប្រាប់យើងណា ចា ដែលព្រះអង្គសម្ដែងពីតក្ខណានុបទានព្រោះទូនាទីរបស់កូនមាន5អញ្ចឹងណាទី1ហ្នឹងគឺមេដាបិតាធ្លាប់ចិញ្ចឹមយើងមកយ៉ាងណាដល់ពេលគាត់ចាស់ទៅយើងចិញ្ចឹមគាត់អញ្ចឹងវិញអានេះនិយាយពីគាត់នៅរស់ណាហ្នឹងហើយទី2ហ្នឹងគឺជួយកិច្ចរៈគាត់មិនមើលនឹងភ្នែក ចា ពីព្រោះតម្រាំតែយើងបានធំដឹងក្តីហ្នឹងគាត់ចំណាយពេលវេលាអស់ហើយសម្រាប់យើងប៉ុន្តែជួនកាលកូនខ្លះអាចទៅប្រៀបជាមួយនឹងម៉ែឪអ្នកដទៃមើលមិនឃើញគុណម៉ែឪខ្លួនឯងអញ្ចឹងបើភាពជាកតញ្ញូហ្នឹងគេអត់មើលរបស់ខាងក្រៅទេគេត្រូវមើលទឹកចិត្តអញ្ចឹងណាហ្នឹងហើយអញ្ចឹងការដែលឪពុកម្ដាយមើលថែកូននេះឥឡូវខ្ញុំស្គាល់រសជាតិហ្នឹងហើយព្រោះខ្ញុំមានកូនដែរហ្នឹងហើយពីមុនខ្ញុំនិយាយរឿងហ្នឹងខ្ញុំអត់ទេតែឥឡូវដឹងច្បាស់ហ្មងណា ចា ហើយពីមុនខ្ញុំបួសតែមិនដឹងថាខ្ញុំធ្លាប់បួសហ៎ អត់ដឹងទេ អត់ដឹងទេហ្នឹងថ្មីចេះហ្មងហ្នឹងហើយបាទថ្មីចេះខ្ញុំបួសតាំងពីក្មួយអត់តាន់កើតខ្ញុំជឿជាក់អញ្ចឹងខ្ញុំបួសឆ្នាំ92កើតឆ្នាំប៉ុន្មាន ខ្ញុំកើត2010 នោះហ្នឹងហើយហើយខ្ញុំបួសអស់ជាង30ឆ្នាំហ្នឹងហើយសឹកឆ្នាំ2023ឥឡូវ2026មានកូនមួយមកកណាត់ដែរមានមកកណាត់មួយទៀតមិនតាន់កើតហ្នឹងហើយនេះខ្ញុំគ្រាន់តែរំលឹកឲ្យក្មួយទាំងអស់ដឹងថាកាលណាបើយើងនឹកពីគុណម៉ែឪហ្នឹងគឺយើងកំព្រៀបរបស់ខាងក្រៅជាងការឪពុកម្ដាយខ្លះធ្វើបើទ្រព្យសម្បត្តិមិនសម្បូរដូចគេតែគុណមិនខ្សត់ទេគុណគាត់ណាហ្នឹងខំធ្វើការតាំងពីព្រឹកដល់ល្ងាចហ្នឹងគឺដើម្បីចិញ្ចឹមកូននឹងឯងអញ្ចឹងហើយបានជាភាពជាមនុស្សហ្នឹងកតញ្ញូតាត្រូវតែមានអញ្ចឹងណាហ្នឹងហើយការជួយទុក្ខធរៈអីហ្នឹងយើងវ័យប៉ុណ្ណឹងអាចយើងមិនតន់ចិញ្ចឹមគាត់បានទេប៉ុន្តែតួនាទីកន្លែងខ្លះយើងអាចធ្វើបានដែរដូចមកពីរៀនវិញអញ្ចឹងទៅឃើញផ្ទះឃើញសម្បែងមិនស្អាតចានមិនតន់លាងអីហ្នឹងគឺថាអត់ទៅអាឡ័យតែ check Facebook លេងអញ្ចឹងជួយសម្រាលការងារគាត់អញ្ចឹងណាហ្នឹងអញ្ចឹងភាពកតញ្ញូនេះវាមិនចាំបាច់ទល់តែថាអូធ្វើបុណ្យធំណាម្ដងមុនលោកពួត10 20អង្គបានហៅកតញ្ញូទេអាការជួយទុកធរៈគាត់បន្តិចបន្តួចហ្នឹងគឺជាកតបកិច្ចនៃកូនកតញ្ញូអញ្ចឹងណាហ្នឹងហើយម្យ៉ាងទៀតតម្កើងវងតកូលឲ្យល្អធ្វើម៉េចកុំឲ្យវងតកូលរបស់យើងនឹងត្រូវខូចឈ្មោះត្រឹមយើងហ្នឹងណាឧបមាដូចជាឪពុកម្ដាយយើងធ្លាប់ជាអ្នកល្អក្នុងសង្គមហ្នឹងបើទោះជាមិនល្អខ្លាំងក៏មិនដែលមានឈ្មោះអាស្រូវអីដែរហ្នឹងហើយមិនធ្លាប់ជាប់ឈ្មោះជាអ្នកប្រព្រឹត្តនៅបទល្មើសដោយអំពើឃាតកម្មឬក៏ចោរកម្មឬក៏អំពើការសាហាវណាមួយក្នុងសង្គមទេហើយយើងត្រូវរក្សាវងតកូលឲ្យល្អដោយអំពើល្អរបស់យើងនឹងកុំឲ្យល្បីភាសាតកូលយើងនឹងធ្លាប់ធ្វើបុណ្យរក្សាសិលអីចឹងគឺថាតវងឲ្យល្អចឹងមួយទៀតធ្វើខ្លួនឲ្យសមទទួលមរតករបស់ឪពុកម្ដាយមរតកឪពុកម្ដាយបើទោះជាមិនច្រើនក៏ដោយត្រឹមតែដីស្រែឬក៏របស់តិចតួចក៏ដោយមានតម្លៃណាស់ពីព្រោះវាចេញពីទឹកចិត្តដ៏បរិសុទ្ធរបស់ឪពុកម្ដាយហ្នឹងហើយ4នេះយើងធ្វើពេលដែលម៉ែឪនៅរស់អញ្ចឹងណាមួយទៀត
ពេលក្រោយដែលគាត់ស្លាប់ទៅគឺធ្វើតក្កណានុបទានមានន័យថាជាទានតាមបំពេញចំពោះឪពុកម្ដាយឬក៏បុព្វការីជនរបស់យើងក្រោយពេលដែលគាត់ស្លាប់ហ្នឹងហើយការដែលធ្វើទានចំពោះឪពុកម្ដាយដែលស្លាប់ហ្នឹងយើងមានតួនាទីតែពីរឯក្នុងហ្នឹងទី1យើងត្រូវធ្វើម៉េចឲ្យកើតទៅជាទានកុសលមានន័យថាយើងយកបាយទឹកនំចំណីជាទេយធម៌ហ្នឹងទៅជូនឬក៏ប្រគេនចំពោះអ្នកមានសិលមានភិក្ខុសាមណេរឬក៏សូម្បីតែចាស់ព្រឹទ្ធាចារ្យដែលជាអ្នករក្សាសិលមានសេចក្តីល្អក្នុងចិត្តហ្នឹងហើយយើងឧទ្ទិសថាទាននេះចូលមានដល់លោកឪពុកអ្នកម្ដាយរបស់ខ្ញុំសូមលោកឪពុកអ្នកម្ដាយហ្នឹងអនុមោទនានៅទានដែលកូនបានធ្វើអញ្ចឹងណាហ្នឹងតួនាទីយើងបានតែប៉ុណ្្នឹងឯងរឿងដែលថាគាត់ដឹងឬមិនដឹងអាហ្នឹងអាស្រ័យលើកម្មរបស់គាត់មានន័យថាម៉េចឧបមាថាបើសិនតែគាត់មានបាបធំពេកគាត់ទៅបដិសន្ធិក្នុងនរកជ្រៅពេកមិនអាចដឹងថាយើងធ្វើបុណ្យទេហ្នឹងអញ្ចឹងទានហ្នឹងឈ្មោះថាមិនបានដល់អញ្ចឹងណាហើយឬជួនកាលគាត់មានបុណ្យច្រើនបុណ្យណាមួយដែលគាត់ធ្វើទៅឲ្យគាត់បដិសន្ធិជាទេវតាខ្ពស់អញ្ចឹងគាត់ក៏សុខសប្បាយនៅឋានហ្នឹងគាត់មិនបាននឹកថាឥឡូវពិបាកណាស់ចង់ឲ្យកូនចៅហ្នឹងឬក៏ទៅអនុមោទនាបុណ្យពីកូនចៅអីក៏អត់ដែរជួនកាលណាហ្នឹងវាលែងតែពពួកសត្វខ្លះដែលមានកម្មល្មមកើតជាបរតតោបជីវកៈប្រែហ្នឹងអាចមកកន្លែងធ្វើទានហ្នឹងបានតែម្ដងអញ្ចឹងបានព្រះអង្គសម្ដែងថាពួកប្រែតមកហើយកាន់ទីសមាគមដែលជាកន្លែងឲ្យទាននោះមានន័យថាកន្លែងណាដែលយើងឲ្យទានហ្នឹងណាព្រោះស្លាប់កើតជាឧបបានតកកំណត់ហ្នឹងអត់ភ្លេចទេអាចមកឃើញយើងធ្វើសេចក្តីល្អអញ្ចឹងទៅក៏អាចអនុមោទនាពេលដែលយើងឧទ្ទិសអាហ្នឹងចំពោះពពួកសត្វខ្លះប៉ុណ្ណោះអញ្ចឹងណាតែខ្ញុំឆ្លើយមិនដឹងហ្នឹងគឺខ្ញុំមិនចេះនិយាយទេរឿងហ្នឹងខ្ញុំរៀនតែពីព្រះអង្គដែរទេអញ្ចឹងណាអញ្ចឹងចម្លើយតាមហ្នឹងគឺថាអាចតាមសំគួរដែលឋានៈដែលគួរបានហើយមិនបានតាមឋានៈដែលមិនគួរមិនបានដែលគួរមិនបានឬក៏មានកម្មតកាជាគោជាក្របីអីក៏អត់បានដែរអញ្ចឹងណាតែបើទោះជាយ៉ាងនោះក៏ដោយក្នុងនាមជាកូនក្នុងនាមជាបច្ឆាជនហ្នឹងគួរតែធ្វើតក្កណានុបទានចំពោះពួកគាត់ហើយទានដែលយើងធ្វើនោះមិនអត់ផលទេយ៉ាងហោចក៏យើងបានសន្សំនៅសេចក្តីល្អក្នុងចិត្តរបស់យើងក្នុងភាពជាកូនកតញ្ញូអញ្ចឹងណាទទួលបានទេចឹងបានសាធុហើយធ្វើអីចឹងចាធ្វើហ្នឹងធ្វើអរគុណច្រើនខ្ញុំចង់ក្រោយខ្ញុំសូមអនុមោទនាដល់ពុទ្ធបរិស័ទអស់ដែលបានចូលរួមនៅទីនេះអរគុណច្រើនសាធុបីផ្លែសិនដោជើងបាទចឹងសូមក្រុមជើញសំណួរបន្តអូនខិតមកមុខមកបាទយើងឆាត់មុខមួយបន្តិចអូខេជាបឋមខ្ញុំសូមក្រាបថ្វាយបង្គំគោរពព្រះសង្ឃនិងលោកគ្រូអ្នកគ្រូលោកយាយលោកតានិងលោកពូលោកមិញលោកពូអ្នកមិញនិងសិស្សានុសិស្សទាំងអស់ដែលមានវត្តមាននៅទីនេះខ្ញុំចង់ជម្រាបសួរដល់លោកគ្រូថានៅពេលដែលខ្ញុំកំពុងតែរៀនសូត្រតែអារម្មណ៍ខ្ញុំអត់មូលទៅលើការរៀនសូត្រសោះបីវាបែរជាទៅចេះគិតនិងសម័យទៅលើអតីតកាលហើយបានធ្វើខ្ញុំអាឡោះអាល័យហើយខ្ញុំផ្ដោតទៅលើការរៀនសូត្រម្ដងទៀតអត់បានសោះតែខ្ញុំត្រូវធ្វើវិញម្ដេចទៅអាចបំភ្លេចពីរឿងអតីតកាលមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់ការសិក្សារបស់ខ្ញុំគ្រូហ្នឹងហើយវាចេះតែនឹកណាបាទហើយចឹងហ្នឹងតើបងអូនអ្នកសួរឬក៏អ្នកផ្សេងចឹងដែរមានអញ្ចឹងហ៎ជួនកាលមានបើកសភៅស្រាប់តែឃើញកំ plong ក្នុងហ្នឹងហ៎ដូចព្រឹកមិញខ្ញុំលើករឿងកន្សែងអីចឹងបងអូនពេលនឹកសម័យដល់ស្អីណាផ្សេងទៀតហ៎ឃើញណាធាតុពិតវាជាធម្មតារបស់ចិត្តហ្នឹងវាតែងតែគិតអញ្ចឹងឯងហ្នឹងទីមួយយើងត្រូវដឹងថាចិត្តតែងតែគិតជាធម្មតាហ្នឹងហើយប៉ុន្តែប្រសិនបើយើងទម្លាប់ឲ្យល្អដដែលយូរទៅវាទៅជាទម្លាប់ថ្មីមួយទៀតសូម្បីតែយើងដេកក៏ដោយតាមវិទ្យាសាស្ត្រគេនិយាយពីរឿងដេកឧបមាថាយើងដេកធ្លាប់ដេកម៉ោង10បើមិនតាន់ដល់ម៉ោងហ្នឹងយើងដេកអត់លក់ទេសាកមកដេកម៉ោង8វិញវាមុនម៉ោងគឺការអត់លក់ទេប៉ុន្តែទម្លាប់ធ្វើវាឲ្យដដែលកុំដូរទោះវាអញ្ចឹងក៏ដោយកុំដូរតែត្រឹម20ថ្ងៃទៅវាមកហើយអញ្ចឹងណាហ្នឹងអាទម្លាប់នៃចិត្តរបស់យើងមានពេលខ្លះយើងត្រូវតស៊ូជាមួយវាបើសិនបើយើងមើលទៅវាចេះតែនឹកនេះនឹកនោះហើយយើងដូរទៅធ្វើនេះធ្វើនោះឲ្យតែយើងមើលទៅវាចេះតែឲ្យនឹកនេះនឹកនោះហើយយើងក៏ធុញទ្រាន់ហើយយើងមិនបន្តទៅទៀតហ្នឹងហើយដល់ចឹងទៅវាធ្លាប់ចឹងវាធ្លាប់រហូត
ចឹងបងត្រូវដាក់ទិសដៅដំបូងកុំរៀនច្រើនរៀនតិចតែឲ្យបានដើម្បីឲ្យបងពេញចិត្តនឹងការរៀនរបស់បងឧបមាថាយើងដាក់គោលការណ៍ថាថ្ងៃហ្នឹងយើងរៀនតែចំណុចតូចមួយឯងប៉ុន្តែកុំរៀនឲ្យច្រើនជាងហ្នឹងតែធ្វើយ៉ាងណារៀនឲ្យច្បាស់ឲ្យយល់ពីចំណុចហ្នឹងដើម្បីឲ្យបងពេញចិត្តនឹងការយល់របស់ខ្លួនឯងណាចប់ពីប៉ុណ្ណឹងបើវាចង់នឹកតាណាឲ្យបងចេញពីតំណឹងដើរបន្តិចទៅហើយចាំមករៀនវិញកុំបខំវាមានពេលខ្លះណាប៉ុន្តែកុំរៀនតិចចង់ចេះច្រើនចឹងណារៀនកុំដាក់ច្រើនហើយចង់កុំរៀនតិចចង់ចេះច្រើនអ្នករៀនធัวចឹងដែរជួនកាលមកចឹងទៅរៀនគាត់ថារៀនហើយតែអត់ចេះគឺមកពីរៀនតិចតែចង់ចេះច្រើនខ្ញុំក៏ធ្លាប់សិក្សារៀនសូត្រមកចឹងដែរមានពេលខ្លះចង់ប្រកួតប្រជែងជាមួយអ្នកដទៃធ្វើឲ្យខ្លួនឯងពិបាកក៏មានដែរប៉ុន្តែនៅក្នុងការរៀនបើប្រគ្រាន់តែបង្ខំខ្លួនឯងបងនឹងឆាប់ធុញគឺបងត្រូវរកទំនុកឲ្យឃើញថាការចេះដឹងនៅក្នុងមេរៀនដែលបងរៀនហ្នឹងវាជាចំណុចធ្វើឲ្យបងសប្បាយចិត្តនៅក្នុងការចេះដឹងហ្នឹងទៅចិត្តហ្នឹងវានៅឌូតនៅក្នុងមេរៀនហ្នឹងដល់រៀនយូរទៅរឿងស្អីដទៃគឺអត់ចង់ទៅខ្វល់ជាមួយវាទេនឹកតែមេរៀនហ្នឹងឯងចឹងណាតែគ្រឿងរំខានដ៏ច្រើនបងលើកមកប៉ុណ្ណឹងខ្ញុំយល់ប៉ុន្តែគ្រឿងរំខានដ៏ច្រើនដោយ social media ហងៃនេះគ្រឿងរំខានច្រើនណាស់ហ្នឹងហើយអញ្ចឹងបងកាត់បន្ថយពីរឿងចង់ដឹងរឿងគេឲ្យច្រើនរឿង Facebook រឿងគេទាំងអស់មែនឲ្យតែបើក Facebook រឿងគេទាំងអស់ដល់រឿងគេទាំងអស់អាការផ្ដោតមកលើការសិក្សានេះវាអត់បានបរិបូរណ៍ទេអញ្ចឹងត្រូវមានរបៀបវិន័យដោយព្រះសម្មាសម្ពុទ្ធសម្ដែងថាអនាកុលាចកម្មន្តាអេតាំងកលមតមៈការងារមិនច្របូកច្របល់ការងារមិនច្របូកច្បល់ជាមង្គលដ៏ឧត្តមអញ្ចឹងការរៀនដូចគ្នាខ្ញុំក៏ធ្លាប់រៀនច្របូកច្បល់ដែរមានពេលខ្លះខ្ញុំប្រហែសឧបមាថាគ្រូដាក់ឲ្យយើងធ្វើការងារចុងសប្តាហ៍អញ្ចឹងទៅដល់ពេលគិតថ្ងៃទៅថ្ងៃនេះទៅថ្ងៃសុក្រវានៅសល់សៅរ៍វានៅសល់អាទិត្យមួយទៀតអញ្ចឹងទុកហ្នឹងសិនអាសិនហ្នឹងឲ្យបញ្ហាមានពេលខ្លះបើគ្រូដាក់ថាស្អែកយកធ្វើហើយវិញពីព្រោះវាអត់មានថ្ងៃចន្លោះដែលឲ្យយើងប្រមាថអញ្ចឹងណាហ្នឹងហើយដល់ពេលគិតថាទុកសិននៅថ្ងៃយូរដែរហ្នឹងមេរៀនខ្ញុំធ្វើមិនសូវហើយទេពីព្រោះចិត្តតែសិនដល់ពេលថ្ងៃកំណត់ថាថ្ងៃអាទិត្យចាំធ្វើដល់ថ្ងៃអាទិត្យរវល់បដ ដល់ថ្ងៃអាទិត្យយើងរវល់ធ្វើអីមួយមេរៀនហ្នឹងកាំងហើយអាកាំងហ្នឹងធ្វើឲ្យយើងធុញមែនហើយថាអត់បានមេរៀនហ្នឹងឲ្យគ្រូតាមពេលវេលាកំណត់ចិត្តយើងអត់សុបាយទេមែនទេហ្នឹងហើយអញ្ចឹងបងត្រូវទុកវាជាការងារសំខាន់មុននឹងធ្វើអ្វីៗទៀតទៅបងពេញចិត្តនឹងការរៀនរបស់បងអញ្ចឹងណាបាទអញ្ចឹងក្រុមជើញសំណួរបន្តបាទអញ្ចឹងអត់មានអ្នកសួរមែនទេលោកយាយលោកតាអ៊ំអីអត់មានទេអ៊ំអូណែបាទគ្រូជ្រាបសួរហើយនឹងសូមជ្រាបសួរដល់បងប្អូនពុទ្ធបរិស័ទទាំងអស់បាទខ្ញុំមកនេះចង់និយាយប្រាប់ថាសូមអរគុណដល់គ្រូបាទដែលបានដឹកនាំផ្លូវឲ្យខ្ញុំបានដើរចេញពីអំពើអបាយមុខលោកគ្រូកាលពីដើមឡើយខ្ញុំបាទហ្នឹងចង់និយាយថាបើរឿងបន់ស្រន់បងសូមប៉ែលោកគ្រូហើយមួយទៀតបើថារឿងល្បែងស៊ីសងជួលមឿនជួលអីផក់ស្រាអូលោកគ្រូហើយពេញទំហំតែម្ដងប៉ុន្តែខ្ញុំផឹកផងខ្ញុំស្ដាប់លោកគ្រូផងបាទហើយមួយទៀតជួលមឿនផងស្ដាប់លោកគ្រូផងបាទហើយមួយទៀតបងស្រន់ផងបងសូមផងស្ដាប់លោកគ្រូផងឬតែព្រឹងមកតាមបានយកឈ្នះបានលោកគ្រូអញ្ចឹងតែដល់សប្តាហ៍មួយទៀតក៏សូមអរគុណដល់ពូជុនមីងលីបាទហើយនឹងលោកគ្រូពេទ្យឡំទៀងបាទបានចូលគិតទៅគាត់បានដុសខាត់រាល់ថ្ងៃតិចមកបានរៀងភ្លឺគ្រឿងអញ្ចឹងណាគ្រូហើយមានតែប៉ុណ្្នឹងហើយសូមអរគុណបងជីមតែបាទរៀងនិយាយទៅហ្នឹងដោយសារបងជីមពីមុនធ្លាប់ដាំសាច់នឹងសូមអរគុណច្រើនលោកគ្រូជុំបាទអញ្ចឹងអស់អ្នកសួរហើយក៏មុនព្រះអង្គគ្រូទាំង3ព្រះអង្គសូមមានឱវាទខ្លះដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទទៀតចា៎កាបើមិនមានអ្នកសួរអាត្មាសូមចូលរួមបន្ថែមបន្តិចលោកគ្រូក៏បានបកស្រាយឬក៏បញ្យល់ដល់
អូនប្រុសបាញ់មិញពាក់ព័ន្ធនៅក្នុងការគ្រប់គ្រងអារម្មណ៍ដែរណាហើយអាត្មាក៏នឹកឃើញដល់ប្រសូតដែលព្រះអង្គសម្ដែងជាប់ទាក់ទងនឹងអ្នកស្ដាប់ឬក៏អ្នកស្ដាប់ធម៌ក្តីឬក៏ណាធម៌នេះជាឧបការៈដល់ការយើងរៀនសូត្រក្តីគឺយើងអត់ចាំណាវាជាគ្រឿងអន្តរាយដល់យើងអ្នកស្ដាប់ដូចទីហោដូចបងប្អូននៅក្នុងគណៈនេះចឹងណាដែលជាហេតុធ្វើឲ្យការស្ដាប់នឹងវាមិនបានជាប្រយោជន៍ហ្នឹងហើយអញ្ចឹងទៅធ្វើឲ្យយើងខាតការសិក្សារៀនសូត្រអញ្ចឹងអាចនៅក្នុងហ្នឹងគឺលោកសំដែងជាប់ទាក់ទងនៅក្នុងទី1យើងអាចអ្នករៀនហ្នឹងគឺតោះជាមួយនឹងអាចារ្យអ្នកបង្រៀនដែរហើយអាត្មាក៏ធ្លាប់ជួបជាមួយនឹងបងប្អូនខ្លះគាត់អត់ទៅរៀនមុខជាហ្នឹងគាត់ថាអត់ចូលចិត្តសម្ដីគ្រូនឹងអត់ចូលចិត្តអីចឹងអត់ចង់ស្ដាប់អត់ចង់អីទៅក៏គាត់មិនចូលចិត្តទុកដែរទី2មកពីអ្នករៀនហ្នឹងស្អប់មេរៀនដែលកំពុងរៀនដែរអូនអ្នកសួរស្ដាប់បានទេបងហ្នឹងហើយអាហ្នឹងក៏ជាមូលហេតុមួយដែរធ្វើឲ្យយើងមិនចូលចិត្តហើយយើងក៏មិនចង់ស្ដាប់ដែរណាតែមេរៀនផ្សេងណាដែលយើងរៀនទៅយើងដូចជាតាមតឹងផ្លូវអារម្មណ៍អាចតែមុខជាគណិតជារូបជាអីជាដើមមួយទៀតវាអាចមកពីអ្នករៀនហ្នឹងបណ្ដោយចិត្តឲ្យរវើរវាយអារម្មណ៍ហ្នឹងរវើរវាយនឹកនាដូចគ្រូបានលើកឡើងនឹកនាផ្សេងអីហ្នឹងតលុកតលុនឬក៏នឹកការងារដតីវាមិនមែនជាការសិក្សាចិត្តហ្នឹងក៏ដូចបងប្អូនឥឡូវវាអាចអ្នកខ្លះមានការរវើរវាយដែរមិនបានយកចិត្តទុកដាក់ជាមួយនឹងការស្ដាប់អីចឹងទៅស្អប់អីក្តៅឬក៏អូនមិនបានយកអារម្មណ៍ក្នុងការដាក់ក្នុងការស្ដាប់អីចឹងទៅអញ្ចឹងចិត្តហ្នឹងវាអាចរវើរវាយទៅកាន់ទីដតីណាអញ្ចឹងគ្រប់គ្រងចិត្តឬក៏អារម្មណ៍ហ្នឹងខ្លួនឯងអត់បាននឹងក៏ជាមូលហេតុមួយធ្វើឲ្យយើងនិយាយថាបាត់បង់ការសិក្សាអីចឹងណាហើយមួយទៀតលោកពោលអំពីការមាក់ងាយចំពោះបុគ្គលខ្លួនឯងតែម្ដងបាទន័យថាគិតថាដូចក្នុងន័យថាស្ដាប់ធម៌អញ្ចឹងធម៌នឹងល្អពេកឬមិនខ្លួនឯងវាមិនប្រសើរដល់ដូចថាតុងអាប់មិនគួរណាខ្លួនឯងដូចថាមិនផ្ដល់ឱកាសឲ្យខ្លួនឯងបាទហ្នឹងហើយអញ្ចឹងក៏ជាហេតុមួយដែលថាមិនឲ្យយើងនឹងមានចិត្តស្ងប់អីដែរហ្នឹងក៏ជាមូលហេតុនានាដែលជាប់តាក់ទងធ្វើឲ្យយើងគឺថាធ្វើឲ្យខាតប្រយោជន៍នៅពេលដែលយើងជួបជុំនៅក្នុងការរៀនសូត្រក្តីឬក៏ដូចជានៅក្នុងទីនេះកើតឡើងពីការសន្ទនាប្រធរក្តីនេះថ្មចូលរួមពេញបន្ថែមអញ្ចឹងបុគ្គលស្ដាប់បានទេបងប្អូនហ្នឹងហើយឥឡូវយើងចូលចិត្តលោកគ្រូសានសុជាទេចូលចិត្តពួកថ្មគ្រប់អង្គទេហើយស្ដាប់គ្នាបានទេប៉ុណ្ណឹងហ្នឹងហើយមាននឹកនាដល់ផ្ទះដល់សុបាយទេខ្លាចបាត់កង់ទេខ្លាចបាត់ម៉ូតូទេព្រួយខ្លាចបាត់ស្បែកជើងទេឥឡូវចង់អារម្មណ៍នេះយកសតិហ្នឹងមកក្នុងការស្ដាប់ហ្នឹងហើយព្រោះសំណួរល្អមិញសុទ្ធតែជាលក្ខណៈប្រយោជន៍ទាំងអស់ឥឡូវយើងវិលមកសំណួរបន្តទៀតថ្មចូលរួមប៉ុណ្ណឹងអនុមោទនីអ្នកសួរមានប៉ុន្មានអ្នកសួរមានប៉ុន្មាន3នាក់តែសូមឱកាសពីលោកគ្រូនិងព្រះអង្គគ្រូទីថាសង្កេតឃើញថាមកវត្តក្តីដើមនេះដូចជា3ដងគ្រូខ្ញុំ2ដូចជា3ដូចជាឃើញតែស្រួលហើយអត់មានអ្នករៀនអញ្ចឹងមកវត្តនេះឆ្នាំណាក៏សួរឆ្នាំណាក៏សួរអញ្ចឹងក៏គាត់តែចង់លើកឧទាហរណ៍ដើម្បីឲ្យលោកយាយលោកតាក្តីបងក្តីឬក៏បងប្អូនក្តីថាប្រសិនបើយើងអត់បានរៀនយើងអត់បានរៀនណាទីម៉ានទេបងទី9ព្រោះតែយើងអត់ចូលរៀនទេតែមិនខាត់មកឲ្យសួរទេណាយើងអត់បានចូលរៀនទេហើយយើងដើរសួរគេអក្សរកទៅសេមិនអក្សរខទៅសេមិនដើម្បីចេះអានអក្សរទៅសេមិនដើររៀនមកអីយើងធ្វើម៉េចដើម្បីចេះសេអក្សរអញ្ចឹងតែយើងអត់ចូលរៀនថ្នាក់ទី1ទេចេះដើរសួរគេរហូតសួរថៃដល់ពេលក្មេងម្នាក់ទៀតគាត់ចូលទៅរៀនត្រឹមត្រូវតើអ្នកអត់ចូលរៀនហើយនឹងមួយអ្នកដែលចូលរៀននឹងអ្នកដែលចូលរៀននិងអ្នកមិនចូលរៀនមួយណាល្អជាងចូលរៀនមិនអញ្ចឹងហី
แต่ก่อนนั้นเนี่ยขโมยปูมใส่เรียงทางขนาดมาแล้วทางขนาดมวยขั้นจ่าหนังมองอดพงเรียนซะจังปูจะมีทาเรียนอะไรนี้ขโมยเรียนในขนมไหนนะอาณาจักรคำเรียนจังนะคำเรียนตัวในตีเยอะคือคำเรียนแต่ปนังเตอัดเรียนเพื่อไอเตแต่นี้ช่วยเพื่อการปูมาได้แต่ขอเป็นนั่นคือเรียนแต่ปนังไทยดาลเปลยืงเรียนวิจีหรือจีจับปีถนัดบัตรลงเตอร์ยืงแต่เรียนจำเรียนในนู่นนั่งอันนั้นจำเรียนในการเรียนจำจีบก็ปัจจัยเปอร์เซ็นต์ว่ายืงเมียนโมกระบอลจำจีบให้แต่เพลย์จัดยืงอ่อนหล่อรัวเลยรัวเลยจังยืงเต๋อสักษาbịเพลย์จัดมวยตีให้ดำใบจีออกปะในไส้ดำใบยังเอาจัดนั่งไปจองเรียนปะทอนั่งเต๋อการสดับปะทอให้การสดับเมียนหรือเบียบของการสดับโดยซาปูเมียนบอลไปสาวสดับเปอร์เซ็นต์ว่ายืงสดับแต่คลิปมวยได้บอกตาม Facebook นั้นเหมือนอัดไปยาวเจเมียนไปยาวก็ผลใต้เหมือนตอนเต๋อคลาเวชวนการเต๋อโลกเตะปีปัญญานี่ปัญญานุvì ở tam vẹt lá mà clip tới luôn vậy vì quân ở vùng ở đây tới mà clip tới luôn vậy vì an ở sang đây dân tới mà clip tới luôn vậy bị chết thì là sẽ ru với dân tới chân dương ở toàn này chân dương thần đạp nắng là vì sẽ đạp nắng miên tam lục đạp tiền chẳng á hay bị cho nắng lục ta lục dây dương bị sao bị dương cho sẽ đạp thoa mà giờ tới ai xua lục tà bàn đưa cô lục mà trả bàn chẳng á tại một nhom trong sẽ đạp thoa là bây giờ lục lời trận nó cua sẽ đạp pina từ nà còn bàn tay u xong đam thá sẽ đạp mê riêng cứ chất chất sạc rù chẳng á lọ còn mình ta cũng đã riêng vô bạn đồ bài bàn á là ngày vô bạn đồ bài bàn chẳng xong chơi và ồn xui chắc chỉ bật tham nhom xong group đó lục cứu nhom nhân sum nô xung môi tha sản tệ smart ở đây nâng bầm rongประหยัด đôi khi được ọt បាទសតិនិងស្មារតីវាជារបស់តែមួយអញ្ចឹងណាប៉ុន្តែការដែលយើងយកមកប្រើក្នុងសង្គមវាអាចបញ្ចូលន័យរបស់យើងអញ្ចឹងខ្ញុំសូមនិយាយជាពីរសតិស្មារតីនេះយើងយកមកប្រើន័យធម្មតាឲ្យយើងកុំភ្លេចខ្លួនថាដូចបើកឡានបើកម៉ូតូត្រូវមានស្មារតីប្រុងប្រយ័ត្នអីអញ្ចឹងអានឹងគឺនៅក្នុងន័យឲ្យដឹងខ្លួនមិនសំដៅដល់កុសលឬអកុសលទេប៉ុន្តែបើសតិដែលជាពាក្យដើមនៅក្នុងពុទ្ធសាសនាមិនមែនត្រឹមតែរឿងប្រុងប្រយ័ត្នកុំឲ្យគ្រោះថ្នាក់ប៉ុណ្ណឹងទេសូម្បីតែថាយើងកំពុងតែអង្គុយយើងកំពុងតែដេកហ្នឹងគ្រប់ពេលទាំងអស់ហ្នឹងក៏គួរតែមានស្មារតីឬក៏គួរតែមានសតិដោយសេចក្តីថាកុំញ៉ាំងចិត្តឲ្យធ្លាក់ចុះក្នុងអកុសលខណៈណាចិត្តធ្លាក់ចុះក្នុងអកុសលខណៈនោះឈ្មោះថាអត់មានស្មារតីឬក៏អត់មានសតិខណៈជេរគេនឹងដឹងរឿងទាំងអស់ប៉ុន្តែខណៈហ្នឹងឈ្មោះថាអត់មានសតិទេពីព្រោះសតិគឺជាសោបនៈធម៌ជាធម៌ល្អណាស់សតិហ្នឹងគឺថាដាស់ចិត្តហ្នឹងកុំឲ្យគិតអាក្រក់អញ្ចឹងទូសតិស្មារតីដែលប្រើក្នុងធម៌ណាហ្នឹងហើយដល់តែប្រុងប្រយ័ត្នហ្នឹងគឺយើងអាចយកវាចេញទៅពីសម្បជញ្ញៈសេចក្តីដឹងខ្លួនអញ្ចឹងប៉ុន្តែវាអត់ត្រូវទាំងអស់ទេដូចសំបីដែលថាយើងកំពុងតែបាញ់គ្នានោះគេថាតែប្រយ័ត្នវាបាញ់ហើយប្រយ័ត្នឲ្យគិតពួនអញ្ចឹងឲ្យប្រយ័ត្នប៉ុន្តែវាមិនមែនជាន័យចំនៅក្នុងន័យធម៌ដែលថាជាតួសតិតួបញ្ញាទេអញ្ចឹងបកស្រាយយ៉ាងណាឲ្យត្រូវតាមការនិយាយរបស់យើងនោះក៏ទេគ្រាន់តែខ្ញុំគឺជម្រាបបងថាតួសតិនៅក្នុងន័យធម៌គឺប្រើសម្រាប់តែដាស់ចិត្តឲ្យតាំងនៅក្នុងកុសលធម៌ប៉ុណ្ណោះអញ្ចឹងណាហ្នឹងហើយរឿងស្មារតីឬក៏ប្រុងប្រយ័ត្នអីយើងប្រើទូទៅហើយយើងចង់យកន័យមិនក៏បានដែរហ្នឹងអញ្ចឹងណាឧទាហរណ៍ថាសូម្បីតែចោលទៅលួចក៏ថាប្រយ័ត្នចាស់ចាប់កំពុងធ្វើអាក្រក់ហ្នឹងក៏គឺប្រយ័ត្នដែរប៉ុន្តែប្រយ័ត្នក្នុងអំពើល្អឬក៏ប្រយ័ត្នក្នុងអំពើអាក្រក់ធ្វើអាក្រក់អញ្ចឹងអាក្រក់ក៏គេហៅថាប្រយ័ត្នដែរហ្នឹងហើយអញ្ចឹងប្រយ័ត្នហ្នឹងគឺជាការប្រយ័ត្នប្រយែងកុំឲ្យវាខូចគោលការណ៍ដែលគេដាក់តែប៉ុណ្្នឹងទេប៉ុន្តែទូសតិវិញគឺសំដៅតែរឿងគិតល្អត្រេះរិះល្អពិចារណាល្អបំពេញកុសលអីហ្នឹងអាហ្នឹងហៅថាសតិអញ្ចឹងណាបាទតើបងសត្វច្រើនតិចទៀតបានយល់ចាំបានខ្លះអញ្ចឹងចាំបាទសាធុអរគុណគ្រូជាបឋមខ្ញុំសូមគោរពព្រះអង្គព្រមទាំងអង្គពូមីងនិងសិក្សានុសិស្សទាំងអស់ជាទីគោរពខ្ញុំមានសំណួរមួយចង់សួរទៅលោកគ្រូថាបុណ្យអាចលាងបាបបានអត់ធម្មជាតិក្នុងโลกនេះក្រៅពីបុណ្យគ្មានអីលាងបាបបានទេទឹកលាងជ្រះតែក្អែលនេះ
តែមានតែតួបុណ្យប៉ុណ្ណោះដែលអាចលាងបាបបានប៉ុន្តែមិនមែនលាងបាបដែលកើតហើយនោះទេគឺលាងជំរះបាបដែលមិនតាន់កើតកុំឲ្យវាកើតឧបមាថាតួមេត្តាចិត្តគឺជាកុសលធម៌ជាតួបុណ្យមិនអញ្ចឹងណានៅពេលដែលមានរឿងរ៉ាវតិចតួចបងអូនឲ្យអភ័យបងអូនមានចិត្តមេត្តាហើយកុំឲ្យគ្នាភ័យកុំប្រកាន់ឃើញអាតួមិនប្រកាន់ការឲ្យអភ័យនឹងឯងវាទៅលាងជំរះអាតួបាបដែលប្រកាន់ខឹងនោះហើយបើសិនជាខឹងហើយសាកទៅយកទឹកមូលទៅបើបាត់ខឹងតែទឹកចិត្តមេត្តាអាចលះជាលាងជំរះចិត្តខឹងបានមែនទេគណៈមួយចិត្តខូចកើតឡើងឃើញទ្រព្យសម្បត្តិគេទៅមកអង្គុយអញ្ចឹងគេដាក់កាបូបលុយប៉ំពីក្រោយចិត្តបាបវាកើតទៅអញលួចឥឡូវអាចិត្តហ្នឹងចិត្តបាបទេបាបអត់ព្រោះស្រាប់តែចិត្តបុណ្យហ្នឹងវាកើតឡើងថាអូកាលណាអញលួចគេកាលណាគេដឹងគេនឹងស្ដាយគេនឹងពិបាកចិត្តព្រោះលុយគេមិនមែនរកបានមកដោយងាយនោះទេទៅវិញមិនដឹងថាប្រាប់ម៉ែប្រាប់ឪគេរស់រឿងពិបាកចិត្តក្នុងក្រុមគ្រួសារគេស្រាប់តែចិត្តហ្នឹងអនុគ្រោះគេថាអត់យករបស់គេដាច់ខាតខ្លាចគេពិបាកអាតួបុណ្យហ្នឹងកើតឡើងអញ្ចឹងវាទៅលៀងជំរះអាចិត្តខូចហ្នឹងឃើញទេមានតែចិត្តបុណ្យទេដែលលៀងជំរះចិត្តបាបបានឃើញទេតែលៀងក្នុងន័យនេះមិនមែនទៅធ្វើបុណ្យលៀងបាបនោះទេយល់ឲ្យតន់ណាដែលខ្ញុំនិយាយថាបុណ្យលៀងបាបគឺបុណ្យមែនតើតែពិធីបុណ្យលៀងបាបលៀងគ្រោះចង្រៃគឺជារឿងមិនត្រឹមត្រូវទេគឺជាការកិច្ចវេះពីការពិតទេអាហ្នឹងយូរឃើញគេធ្វើបុណ្យដល់គ្រោះហ៎ក្នុងពុទ្ធសាសនាមិនត្រឹមត្រូវទេតែពុទ្ធសាសនាបានប្រាប់ន័យត្រង់ថាកុសលជាធម្មជាតិលៀងជំរះអកុសលបុណ្យជាធម្មជាតិលៀងជំរះបាបគឺលៀងបាបឲ្យជ្រះពីចិត្តយើងមកលៀងតាំងពីចិត្តកក្រិចរហូតដល់ចិត្តស្អាតចឹងណាហើយក្រៅពីបុណ្យគ្មានអីលៀងបាបទេអូនទៅចាំចឹងតែតួបុណ្យពិតប្រាកដមិនមែនពិធីបុណ្យលៀងជំរះនោះទេមែនទេចាប់បានទេចឹងខ្ញុំលើកឲ្យច្រើនបន្តិចចិត្តកំណាញ់ជាចិត្តបាបទេយើងមានអីសម្រាប់បរិភោគចឹងទៅរៀនជាមួយគ្នាស្រាប់តែអត់ចង់ចែកគេវាកំណាញ់តែឯងណាអាកំណាញ់ហ្នឹងបាបទេបាបប៉ុន្តែស្រាប់តែឃើញថាអូចិត្តនេះចិត្តអត់ល្អទេយើងគួរតែចែកម្លែកគេហើយចិត្តបុណ្យកើតទេដល់តែចិត្តបុណ្យកើតចឹងវាទៅកំចាត់អាចិត្តបាបហ្នឹងបានទេហើយឲ្យគេបានទេហើយបើបុណ្យមិនកើតទេវានៅតែកំណាញ់ចឹងដល់ចិត្តបុណ្យកើតឡើងឲ្យគេបានឃើញទេយល់ទេចឹងឥឡូវឃើញថាបុណ្យកំចាត់បាបនៅយល់ខ្លះនៅហ្នឹងហើយក្រៅពីបុណ្យអត់មានអីកំចាត់បាបបានទេតែបុណ្យមែនទេបានកំចាត់បានអញ្ចឹងណាបាទជាបឋមខ្ញុំសូមគោរពដល់លោកគ្រូអ្នកគ្រូនៅទីនេះក៏ដូចជាព្រះសង្ឃដែលគង់នៅទីនេះដូចគ្នាខ្ញុំមានសំណួរសួរថាគេគ្រប់គ្នានិយាយថាសម្ពាធនិងរំសាយអស់ប្រសិនបើយើងជាស្ដាប់ព្រះធម៌ប៉ុន្តែបន្ទាប់ពីយើងស្ដាប់ព្រះធម៌រួចហើយវានៅតែសម្ពាធដដែលអញ្ចឹងមែនចាអញ្ចឹងមែនចាហ្នឹងហើយសម្ពាធស្អីជាតួសម្ពាធអាចលើកឧទាហរណ៍ឲ្យខ្ញុំដឹងបានទេស្អីជាតួសម្ពាធឧទាហរណ៍មួយមើលឧទាហរណ៍ដោយសម្ពាធនៅក្នុងគ្រួសារណាមិនឧទាហរណ៍សម្ពាធមិនសម្ពាធដូចជាការដែលយើងអត់មានលុយរៀនហើយខាងគ្រួសាររបស់យើងគាត់លក្ខណៈថាគាត់អត់ចង់ឲ្យយើងរៀនចាហ្នឹងហើយរឿងអត់លុយទៅស្ដាប់ធម៌មិនអស់សម្ពាធបើអត់លុយដែរហ្នឹងហើយនេះគឺអូនរៀនអាទីម៉ានលើទី9ហ្នឹងហើយសួរជាបញ្ហាតខ្លួនមែនទេចាបាទអញ្ចឹងវាត្រូវការដោះស្រាយគ្នាត្រូវការនិយាយគ្នាច្រើនមិនមែនគ្រាន់តែថាមានសម្ពាធអញ្ចឹងទៅមកស្ដាប់ធัวយល់ទៅអស់សម្ពាធមែនទេគឺទល់តែស្ដាប់ឲ្យយល់ឲ្យចម្រើនបញ្ញាបានយកបញ្ញាហ្នឹងទៅដោះស្រាយបញ្ហាពីព្រោះថាបើកាលណាគ្រាន់តែស្ដាប់ធัวទៅយើងផ្សាយពាក្យហ្នឹងស្ដាប់ធัวទៅអស់សម្ពាធមិនមែនជាការពិតទេប៉ុន្តែអាចនិយាយបានថាបញ្ញានឹងបង្ហាញនៅផ្លូវដោះស្រាយណែហើយព្រះធម៌នឹងឯងគឺជាកលឹកបង្ហាញឲ្យកើតបញ្ញាក្នុងការដោះស្រាយវិជាក្នុងលោកនេះផ្លូវដើរក្នុងលោកនេះមានច្រើនណាស់បងស្រីមិនមែនមានតែមួយមុខទេអញ្ចឹងណាពិតណាស់តែកាលណាមិនមានពន្លឺនៃការគិតបានច្រើនផ្លូវហើយយើងគិតឃើញតែមួយផ្លូវហើយគិតឃើញថា
បើមិនធ្វើអញ្ចឹងវាមិនបានហើយយើងនៅក្នុងចំណុចហ្នឹងពិតណាស់វាជាសម្ពាធហ្នឹងខ្ញុំអីក៏កើតនៅក្នុងតកូលអ្នកស្រែអ្នកចំការហ្នឹងហើយបើនិយាយត្រឡប់ទៅសម័យខ្ញុំវិញកំថាឡើយក៏តែមានរបស់ប្រើប្រាស់ឬក៏ចាយវាយសំបីតែថាកង់ថ្មីគេជិះទៅសាលាក៏គ្មានដែរហ្នឹងហើយហើយផ្ទះនៅឆ្ងាយពីសាលាប៉ុន្តែកលៈទេសៈនឹងការឆ្លងកាត់វានឹងបង្ហាត់យើងឲ្យដឹងថាយើងត្រូវដើរទៅណាដោយអង់គ្លេសគេប្រើពាក្យថា it's not the end of the world វាមិនមែនជាទីបញ្ចប់នៃពិភពលោកទេទើបយើងត្រូវមានទំនាក់ទំនងល្អខ្សែគប់មិត្តល្អសាកសួរលោកគ្រូអ្នកគ្រូដែលមានការឆ្លងកាត់មុនយើងហើយកុំខ្លាចពីការប្រាប់ពីស្ថានភាពរបស់យើងបញ្ជាក់គោលជំហររបស់យើងថាយើងពិតជាចង់រៀនថាតើខ្ញុំត្រូវចាប់ផ្ដើមពីតាណាតើខ្ញុំត្រូវធ្វើយ៉ាងណាពិសេសយើងត្រូវតែសាកសួរត្រូវតែសាកគប់ជាមួយមនុស្សដែលមានការតស៊ូជាងយើងអ្នកដែលចេះដឹងជាងយើងអ្នកដែលដើរមុនយើងឲ្យបានច្រើនអញ្ចឹងណាបើយើងសួរនៅក្នុងកម្រិតគ្នាយើងអត់បានចម្លើយទេហ្នឹងហើយខ្ញុំក៏មិនអាចឲ្យចម្លើយបងអូនបានច្បាស់ដែរព្រោះវាមិននៅចិត្តគ្នាហើយស្គាល់គ្នាមិនបានច្បាស់លាស់ប៉ុន្តែការខ្សែគប់គឺជារឿងល្អបំផុតអូនត្រូវខ្សែគប់អ្នកដែលមានជីវិតប្រវត្តិតស៊ូឬក៏លោកគ្រូអ្នកគ្រូរបស់យើងនឹងឯងអញ្ចឹងណាហើយអាចបើសិនជាអាចខ្ញុំឲ្យចាំឲ្យលេខទូរស័ព្ទតខ្លួនពិភាក្សាគ្នាក្រែងលោកមានរឿងខ្លះដែលខ្ញុំអាចជួយបានអញ្ចឹងណាហ្នឹងហើយចាំឲ្យលេខមកគ្រូពេទ្យនេះបើសិនជាមានលេខទូរស័ព្ទអញ្ចឹងណាមានទូរស័ព្ទណាបាទអត់តាន់មានទេអញ្ចឹងហ្នឹងហើយអញ្ចឹងខ្ញុំមានកំណត់ប៉ុណ្ណឹងថាទី1កុំតណាអស់សង្ឃឹមពីព្រោះវ័យយើងទៅអាយុប្រហែល13ហ្នឹងទៅតែ13ឆ្នាំហ្នឹងហើយអញ្ចឹងអូនខំតែរៀនកុំតណាគិតថាខ្លាចចប់ពីថ្នាក់ហ្នឹងទៅអូនអត់មានអីរៀនទៀតកុំតណាគិតដល់អាធំពេកគឺត្រូវបញ្ចប់ថ្នាក់ណាមួយដែលអូនត្រូវរៀនត្រូវប្រឡងឌីប្លូមកជាប់ឬក៏ឲ្យដល់បាក់ឌុបសិនអញ្ចឹងណាកុំតណាគិតរឿងបរិញ្ញាឬក៏រឿងអីទៅដែលយើងសម័យមិនតាន់ដល់ហ្នឹងហើយយើងព្រួយបារម្ភជាមុនអញ្ចឹងត្រូវរៀនស្អីដែលបងអូនអាចរៀនបានឥឡូវនេះប៉ុន្តែសម្ពាធរបស់បងអូនមិនដឹងថាមានកម្រិតណាខ្ញុំក៏មិនដឹងដែរអញ្ចឹងយើងអាចសួរលោកគ្រូអ្នកគ្រូឬក៏អ្នកដែលគេសិក្សារៀនសូត្រមុនយើងហ្នឹងដើម្បីឲ្យគំនិតហ្នឹងកាន់តែភ្លឺជាងមុនបាទអូននឹងសិនណាចាំពូសួរបន្តិចណាសូមឱកាសពីលោកគ្រូនិងលោកម្ចាស់ពូចង់ប្រាប់មួយថាកាលពីសម័យពូរៀនពូអត់លុយដែរអញ្ចឹងមួយហើយយូរម៉ែឲ្យ100ហ្នឹងចែកជា2ទៀត100រៀលកាលពីសម័យរៀនឆ្នាំ95អញ្ចឹងពូអត់លុយដែរហើយហូបតែបាយពីផ្ទះទៅហើយអ្វីដែលខ្ញុំអរគុណលោកគ្រូយាយនឹងចាស់ដែលគាត់នៅតាមផ្លូវដែលដើរទៅហ្នឹងគឺគាត់មានដើមតបែកជាប់លបងខ្ញុំបេះហូបគាត់ដើរជេររស់នឹងតបែកតាមផ្លូវហើយនឹងសេដាឲ្យតែសេដាយើងដើរពីសាលាពីផ្ទះទៅអញ្ចឹងមើលមានទុំអត់ដើមហ្នឹងបើថាមានតំណងទុំឲ្យមកវិញកាត់ហ្នឹងទៀតដើម្បីបានរើសហូបសេដាហ្នឹងទៅតែការសម័យពូរៀនតែដល់ពេលទៅវិទ្យាល័យបានមួយថ្ងៃ500មកឲ្យ500រៀលពេលខ្លះគេសម្លុតយកអស់ទៀតមានបងធំកាយជើងកាងសម័យនោះជើងកាងប្រចាំសាលាអញ្ចឹងហើយមានតែ500ហើយសម្លុតយកលុយអស់ហើយមានអីគេតែគេសម្លុតយកលុយអស់ទៅអត់ទៅមានអីតែគាត់ថាសម័យពូកាលនោះតែ100តិចបានហូបឆ្អែតអីចឹងទៅ100បានដលងបានអីដល់សម័យក្មួយ500ទិញតែប្រអប់បាយអត់បានទេបាទគាត់ប្រអប់បាយទិញអត់បានទេ500អញ្ចឹងពូចង់សួរក្មួយថារាល់ថ្ងៃណាទីម៉ានហើយទីម៉ានទី9ហើយផ្ទះហើយសាលាឆ្ងាយគ្នាទេចិត្តទេឃើញទេដើរក៏ដល់ហើយមែនទេចង់ជិះម៉ូតូហ៎ជិះទៅអីបើចិត្តណាជិះក្នុងគ្រួថ្នាក់ទេម៉ូតូជឿពូដើរទៅរៀនចូល4គីឡូដែរ4គីឡូដើរទៅរៀនហើយចំនួនមីងពូ6 7គីឡូយល់ទេអញ្ចឹងក្បែរសាលាហើយយើងអត់មានអីត្រូវខ្វល់ទេយល់ទេអូនតែតែអូនភ្លើតភ្លើនចង់បានកង់ទំនើបកង់ឥឡូវក៏តម្លៃ7 800 1000ជាងដល់10000ក៏មានដែរអូនចង់បានម៉ូតូឃើញមិត្តភក្តិជិះស្កុប2អីចឹងទៅ 2day អីចឹងទៅហើយយើងភ្លើតភ្លើនដែរជួនកាលឪពុកម្ដាយគាត់មានលទ្ធភាពចាំតែឲ្យយើងរៀនទេរៀនគួររៀនអីតិចតួចហ្នឹងគាត់មានមួយថ្ងៃឬថា1ម៉ោង500ឬ1000អីចឹងទៅគាត់មានលុយឲ្យយើងរៀនហើយដល់ពេលយើងចង់ទូរស័ព្ទទំនើប
dương trong mặt tô trong ấy con ăn bên là tập hiếp anh đang dương thử kết ở bên ngày chẳng có bốn là ngày chẳng chuột cá mẹ con ăn bên lôi ở dương riêng này để sao dương tia xong rồi này dùng đắng mới bù sùa để sao tia xong rồi này dùng đắng ăn tia thì trong ban mà tô thay đấy vì con đó bị mai dưới trong ban tô thay vì con đấy ăn thì trong ban tôi sắp thay vì con đấy thầy ngồi riêng ban lịch mán họ ngày cho lồng đắp lịch mán đấy lịch bay à lịch mán rồi lịch bay hay con không riêng đến sao cái hay pu cất than lục ru này ru nơi tin đi nhưng cất tha bởi sân mà con sao ăn lối hay con chọn riêng đấy nhưng cất ru đang đạo riêng free à hiện cúแต่ប្រាប់គាត់ថាខ្ញុំចង់រៀនហើយពុកម្ដាយក្រអញ្ចឹងពូគាត់ថាលោកគ្រូអ្នកគ្រូជាមេដាទី2របស់យើងពូគាត់ថាឲ្យតែយើងចង់រៀនច្បាស់ណាស់ថាគាត់នឹងឲ្យរៀនដោយមិនគិតលុយហើយបើសិនបើគាត់មករៀនទេឲ្យតាមពូដូចនឹងបាទអញ្ចឹងពូមានតែប៉ុណ្្នឹងទេហើយចាំចប់កម្មវិធីចាំពូជួបបន្តិចចាលោកគ្រូសុំសំណួរសុំខ្លីបងណាចាខ្ញុំសូមថ្លែងបង្គំព្រះអង្គថ្លែងបង្គំលោកថ្លែងបង្គំលោកយាយលោកតាអ្នកគ្រូលោកគ្រូនិងសាសានុសិស្សខ្ញុំជាមិនអាចមកលោកតែខ្ញុំមិនហ៊ានចេញវាចាខ្ញុំថ្ងៃនេះខ្ញុំអានឮថាលោកគ្រូមកខ្ញុំក៏មានចិត្តរំភើបរីករាយហើយខ្ញុំក៏សូមសួរសំណួរមួយទៅលោកគ្រូតែខ្ញុំមានកូន3នាក់មានប្រុសមួយស្រីមួយប៉ុន្តែខ្ញុំមានជំងឺតាំងពីខែ11មកខ្ញុំវាមានបាត់ផ្លូវចិត្តធ្លាក់ខ្លួនឈឺខ្ញុំចង់សួរថាហេតុអីបានជាបុណ្យកុសលដែលខ្ញុំបានធ្វើចំពោះឪពុកម្ដាយកូនខ្ញុំបើកូនបាននៅទីនេះម្ដាយសុំឲ្យកូនស្ដាប់ពាក្យបកស្រាយតែម្ដាយមិនដែលនិយាយក្នុងចិត្តពីកូនម៉ែចង់និយាយថាម៉ែស្រឡាញ់កូនម៉ែធ្វើគ្រប់បែបយ៉ាងដើម្បីកូនម៉ែសុំតែកូនមួយយ៉ាងឲ្យកូនខំរៀនសូត្រខ្ញុំចិញ្ចឹមក្មួយក៏លែងគិតគូរពីខ្ញុំក្មួយស្អប់ខ្ញុំហេតុអីបានជាខ្ញុំមានបាបកម្មបែបនេះលោកគ្រូជួយបកស្រាយខ្ញុំផងខ្ញុំមានតែប៉ុណ្ណេះឯងលោកគ្រូបាទអញ្ចឹងវត្ថុបំណងមានពីរចង់និយាយពីក្តីកូនខ្ញុំថាខ្ញុំគឺជាចំណែកដែលធ្វើឲ្យកូនខ្ញុំមានវិបត្តិសេរីតែខ្ញុំជាម្ដាយខ្ញុំធ្វើគ្រប់យ៉ាងដើម្បីកូនបាទទោះតែស៊ីជ្រុលគេលំបាកយ៉ាងណាក៏ខំឲ្យកូនរៀនដើម្បីឲ្យកូនមានអនាគតតែថ្ងៃនេះខ្ញុំមានចេញមកនិយាយគឺខ្ញុំស្រឡាញ់កូនក្មួយទាំងអស់ឲ្យកូនក្មួយខំរៀនសូត្រដល់ពេលក្មួយបានរៀនចេះដឹងក្មួយភ្លេចអំពើល្អរបស់មិញបាទអញ្ចឹងប៉ុណ្ណឹងណាមានពីចំណុចទី1គ្រាន់តែចង់និយាយឲ្យកូនដឹងថាមិនមែនសម្ដាយមិនស្រឡាញ់កូនទេហើយទី2ការដែលយើងធ្វើសេចក្តីល្អចំពោះក្មួយចំពោះណានាក៏ដោយសូមឲ្យលោកគ្រូជួយណែនាំកូនខ្ញុំឲ្យកូនភារកិច្ចទាំងខំទាំងក្រោយបាទនឹងហើយម្យ៉ាងទៀតថ្ងៃនេះយើងនិយាយក្នុងទីសាធារណៈប៉ុណ្ណឹងចុះណាបាទហើយរឿងជាមួយកូនសិនជាមួយកូនគឺមានពេលវេលាសម្រាប់និយាយគ្នានៅទីស្ងាត់ទៀតនឹងទីសាធារណៈប៉ុណ្ណឹងចុះយើងនិយាយកាន់តែច្រើនក៏មិនល្អប្រហែលដែរបាទហើយគួរមានពេលនិយាយគ្នានៅពេលដែលមិនខឹងមិនអាក់មិនអន់ព្រោះមនោសញ្ចេតនាពុកម្ដាយល្អបំផុតនៅពេលដែលមានចិត្តមិនថ្នាំងថ្នាក់និយាយទៅល្អហ្នឹងហើយចំពោះសេចក្តីល្អចំពោះណានាក៏ដោយដែលមើលធ្វើមែនទេទៅគឺមានតែធ្វើដោយមិនសង្ឃឹមឲ្យគេដឹងទេដែលមិនពិបាកចិត្តហ្នឹងហើយរឿងដឹងមិនដឹងអានឹងវាជារឿងរបស់បុគ្គលម្នាក់ហើយការដែលគេមិនដឹងក៏វាអាស្រ័យមកពីវិបាកកម្មរបស់យើងដែរ
ហ្នឹងហើយទុកឲ្យពេលវេលាជាអ្នកដោះស្រាយចុះកាលណាកាន់តែទៀមទារបស់ដែលអត់លទ្ធផលគឺយើងការទុកអញ្ចឹងណាហ្នឹងហើយហើយដូចជាឧទាហរណ៍ជាក់ស្ដែងខ្ញុំសិក្សាហើយអនុវត្តផ្ទាល់នៅក្នុងជីវិតពីរឿងធ្វើសេចក្តីល្អដល់គ្នានេះល្អបំផុតគឺធ្វើល្អព្រោះស្រឡាញ់សេចក្តីល្អអញ្ចឹងណាធ្វើល្អដែលមិនចេះខូចចិត្តគឺធ្វើល្អព្រោះស្រឡាញ់សេចក្តីល្អហ្នឹងហើយខ្ញុំធ្លាប់បង្រៀនសិស្សដឹកនាំសិស្សគឺត្រឹមតែចង់ឲ្យគេចេះប៉ុណ្ណោះតែសិស្សទៅណាសិស្សស្គាល់សិស្សមិនស្គាល់វាមិនមែនជាបញ្ហាអញ្ចឹងណាហើយតែកាលណាយើងទៀមទាឲ្យសិស្សនឹងមកដឹងអានឹងវាជាបញ្ហារបស់យើងអញ្ចឹងខ្ញុំយល់ពីទុកលំបាកដែលយើងខំប្រឹងហើយមានអ្នកដែលមិនដឹងអញ្ចឹងជួនកាលវាអាចមកពីមិនបាននិយាយគ្នាហ្នឹងហើយអាចមិនបាននិយាយគ្នាឲ្យដឹងរឿងស្មានគ្នាទៅវិញទៅមកហ្នឹងហើយតែស្មានគ្នាទៅវិញទៅមកហ្នឹងវាធ្វើឲ្យការយល់ច្រឡំនោះចង់មកដែរប៉ុន្តែថាដល់យើងមិនយល់គ្នាទៅរៀងបង្ើយកតើយដាក់គ្នាទៅអូគេប្រកាន់អញលេងទៅអញ្ចឹងមានរឿងច្រើនណាស់ដែលយើងមិនបាននិយាយគ្នាធ្វើឲ្យយល់ច្រឡំគ្នាអញ្ចឹងមានតែណាត់ពេលជួបនិយាយគ្នាឲ្យស្រួលកុំបន្ទោសកុំស្ដីនិយាយគ្នាដោយល្អដែលហៅតែចរចាគ្នានោះហ្នឹងអញ្ចឹងនឹងមិនមានអីខុសក្រៅពីការនិយាយគ្នាទេគឺមានតែការនិយាយគ្នាហើយបើមិនបានអានឹងទៅតាមហេតុបច្ច័យអញ្ចឹងទៅពីព្រោះយើងមិនអាចបញ្ជាសង្ខារធម៌បានទេអញ្ចឹងបានជាខ្ញុំតែងតែដាស់តឿនថាក្រៅពីការសិក្សាមុខវិជ្ជាចិញ្ចឹមជីវិតមុខរបរចិញ្ចឹមជីវិតហើយកុំភ្លេចសិក្សាវិជ្ជាគ្រងផ្លូវចិត្តរបស់យើងឬបងលើកឡើងថាចិត្តនៅណាបានគ្រងវាមិនបានអញ្ចឹងហ្នឹងហើយមិនងាយគ្រប់គ្រងបានទេចិត្តនេះបើមិនរៀនពីវាចិត្តតាំងគុតតាំងសុខាវហੰគ្រប់គ្រងចិត្តនាំមកនៅសេចក្តីសុខប៉ុន្តែទល់តែដឹងដំណើររបស់ចិត្តទៅគ្រប់គ្រងបានទីបំផុតมันមានកូនมันមានក្មួយมันមាននរណាទាំងអស់ហើយចុងក្រោយសូម្បីតែខ្លួនឯងក៏មិនមានដែរដែលឃើញអ្នកស្លាប់ទៅយកអីទៅជាមួយទេអត់ទេកុំថាឡើយកូនកុំថាឡើយក្មួយកុំថាឡើយនរណាណីចុងក្រោយសូម្បីតែខ្លួនឯងក៏មិនមានដែរនេះទើបយើងឈប់មានភាពកណ្ដោចកណ្ដែងពីព្រោះយើងម្នាក់ឯងស្រាប់ហើយទាំងអស់គ្នានឹងគឺម្នាក់ឯងស្រាប់ហើយរៀននៅម្នាក់ឯងជាបទពិសោធន៍របស់ខ្ញុំជួយនរណាបើគេអត់ដឹងអត់ជាបញ្ហាដោយសារអីមានន័យថាខ្ញុំជាប់ភារកិច្ចជាមួយនឹងនោះអញ្ចឹងណាមនុស្សដែលនៅទៅតាមជួយតទៅទៀតព្រោះវានៅមានពាក់ព័ន្ធគ្នាហើយបើជួយគាត់ឯងគាត់ដល់ក្រោយថាអូឈប់ត្រូវការលោកគ្រូឯងហើយខ្ញុំថានឹងរួចរវល់ចប់ហ្មងគេបានសុខហើយអបអរសាទរឃើញចិត្តនឹងវាអត់ពិបាកអីនឹងអញ្ចឹងបញ្ហាមនុស្សយើងក៏មានបញ្ហាណាក៏មានបញ្ហាហើយសភាពនៃបុគ្គលជាបឋមជននេះវាតែប៉ុណ្ណឹងអញ្ចឹងបានការសិក្សាឲ្យយល់ថាកម្រិតរបស់បឋមជនយ៉ាងណាហើយយើងរស់នៅក្នុងសង្គមនៃមនុស្សបែបណាទើបយើងអាចសម្រួលចិត្តឲ្យធម្មតាជាមួយនឹងរឿងគ្រប់យ៉ាងទាំងអស់អញ្ចឹងបើនិយាយពីរឿងខ្ញុំក៏មានរឿងអ្នកស្ទោនឹងលើគេជេរខ្ញុំហ៎លើហ៎ហ្នឹងជេរតាម Facebook ហ្នឹងហើយអ្នកជេរខ្ញុំមានអ្នកដែលធ្លាប់ស្ដាប់ខ្ញុំក៏មានអ្នកដែលធ្លាប់ស្អប់ខ្ញុំពីមុនក៏មានអ្នកដែលធ្លាប់ពោលជ្រះថ្លាចំពោះភិក្ខុសាមសិជាហ្នឹងក៏មានគ្រប់ប៉ុន្តែសួរថាវាជាបញ្ហាសម្រាប់ខ្ញុំទេអត់ផងបញ្ហារបស់គាត់តាកាលគាត់ជ្រះថ្លាជាមួយព្រះអង្គសាមសិជាក៏រឿងគាត់ក្រោយមកស្អប់សាមសិជាក៏រឿងគាត់វាមិនរឿងខ្ញុំផងហ្នឹងហើយសំខាន់ដំណើរជីវិតរបស់យើងដឹងថាតើយើងដើរទៅណាឃើញទេអានឹងទៅសំខាន់អញ្ចឹងព្យាយាមស្ដាប់ធម៌ណាក្រៅពីរឿងកូនចៅហើយនឹងព្យាយាមដើម្បីខ្លួនឯងធ្វើឲ្យខ្លួនឯងមានទីពឹងយើងមើលចុងក្រោយសូម្បីនាងបដាចាដែលអស់ទាំងប្តីអស់ទាំងកូនអស់ទាំងម៉ែឪអស់ទាំងទ្រព្យសម្បត្តិរលីងប៉ុន្តែនៅពេលដែលនាងរកផ្លូវត្រូវឃើញនាងទៅជាមនុស្សរឹងមាំមិនចាំបាច់ដាស់កូនឲ្យរស់វិញមិនចាំបាច់ដាស់ប្តីឲ្យរស់វិញមិនចាំបាច់ដាស់ម៉ែឪឲ្យរស់វិញមិនចាំបាច់ដាស់ផ្ទះនឹងឲ្យវាងើបពីផេះមកវិញដោយសារវាបាក់ដួលរលំឲ្យវាងើបឡើងវិញបានក៏ប៉ុន្តែសភាពរឹងមាំផ្លូវចិត្តរបស់នាងអាចក្រោកឈរបានរហូតដល់ខ្លាយជាសាវិកាឆ្វេងរបស់ព្រះរាមាភិបខ្លាយជាស្ត្រីមានផ្លូវចិត្តរឹងមាំហើយជួយដោះស្រាយវិបត្តិដល់មនុស្សក្នុងនគរទៀតផងដូច្នេះបញ្ហាមិនមែនជាបញ្ហាទេបញ្ហាពិតប្រាកដគឺការធ្វើទុកក្នុងចិត្តរបស់យើងដោយរបៀបណាអញ្ចឹងណាអញ្ចឹងមានតែដាក់ពេលវេលាពង្រឹងខ្លួនយើងបានដឹងថាយើងជួយគេហើយយើងធ្លាប់ធ្វើហើយតើយើងធ្លាប់ធ្វើអ្វីដើម្បីខ្លួនយើងខ្លះកុំភ្លេចធ្វើការងារដើម្បីខ្លួនឯងការងារដើម្បីខ្លួនឯងគឺសិក្សាអប់រំចិត្តនេះឲ្យបានរឹងមាំឡើងអញ្ចឹងណាបាទហើយយើងអស់ពេលវេលាបាទអញ្ចឹង
ពេលវេលាបានដល់ទីបញ្ចប់ហើយសូមបង្អោនចិត្តដើម្បីកម្មាទោសនៅព្រះរតនត្រ័យទាំងអស់គ្នាបាទទោះឯណាដែលខ្ញុំព្រះករុណាធ្វើឲ្យភ្លៀងផ្លាត់ហើយក្នុងព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់សូមព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាម្ចាស់អត់នៅទោសនោះដល់ខ្ញុំព្រះករុណា